pest, សត្វដែលបំផ្លាញដំណាំ សត្វល្អិត ស្រមោច ចៃ កណ្ដូប និងសត្វតូចៗ កណ្ដូល ចាប់ ក្តាម crop, ដំណាំ consumer, អ្នកទិញទំនិញយកទៅបរិភោគ ឬប្រើប្រាស់ expose, ប៉ះពាល់អ្វីមួយដែលមានគ្រោះថ្នាក់ ដោយការចាប់កាន់ ការដកដង្ហើមចូល ការហុយមកប៉ះខ្លួន grain, គ្រាប់ស្រូវឬអង្ករ organic, គ្មានការប្រើជាតិគីមីក្នុងការដាំដុះ ឬចិញ្ចឹមសត្វ banned, ដែលត្រូវបានគេហាមឃាត់ health risks of pesticide exposure, ហានិភ័យសុខភាពនៃការប៉ះពាល់ថ្នាំសម្លាប់សត្វល្អិត Pesticides are chemicals used by farmers to kill insects, weeds, and other pests that harm crops. ថ្នាំសម្លាប់សត្វល្អិត គឺជាសារធាតុគីមីដែលកសិករប្រើប្រាស់ដើម្បីសម្លាប់សត្វល្អិត ស្មៅ និងសត្វចង្រៃនានាដែលបំផ្លាញដំណាំ While pesticides help grow more food and protect plants, ស្របពេលដែលថ្នាំសម្លាប់សត្វល្អិតជួយបង្កើនផលដំណាំនិងការពារដំណាំ they can also be dangerous to the health of both farmers and consumers if not used properly. វាក៏អាចបង្កគ្រោះថ្នាក់ដល់សុខភាពទាំងកសិករនិងអ្នកបរិភោគផងដែរប្រសិនបើប្រើប្រាស់មិនបានត្រឹមត្រូវ Health risks for farmers. ហានិភ័យសុខភាពសម្រាប់កសិករ Farmers are the first people exposed to pesticides. កសិករគឺជាមនុស្សដំបូងគេដែលប៉ះពាល់នឹងថ្នាំសម្លាប់សត្វល្អិត They handle these chemicals when they spray them on crops or mix them with water. ពួកគាត់ចាប់កាន់សារធាតុគីមីទាំងនេះនៅពេលបាញ់វាទៅលើដំណាំ ឬនៅពេលលាយវាជាមួយទឹក Sometimes, farmers do not wear protective clothing, masks, or gloves. ជួនកាលកសិករមិនបានស្លៀកពាក់ខោអាវការពារ ពាក់ម៉ាស់ ឬស្រោមដៃទេ which makes it easy for pesticides to get into their bodies through the skin, eyes, or by breathing them in. ជាហេតុធ្វើឲ្យថ្នាំសម្លាប់សត្វល្អិតងាយជ្រាបចូលទៅក្នុងខ្លួនពួកគាត់តាមរយៈស្បែក ភ្នែក ឬតាមការដកដង្ហើមចូល Short-term exposure to pesticides can cause headaches, dizziness, skin rashes, and breathing problems. ការប៉ះពាល់នឹងថ្នាំសម្លាប់សត្វល្អិតរយៈពេលខ្លី អាចបណ្ដាលឲ្យឈឺក្បាល វិលមុខ កន្ទួលស្បែក និងមានបញ្ហាផ្លូវដង្ហើម If the exposure is very high, it can lead to serious problems like vomiting, fainting, or even poisoning. ប្រសិនបើការប៉ះនោះខ្លាំង វាអាចនាំឲ្យមានបញ្ហាធ្ងន់ធ្ងរដូចជា ក្អួត ដួលសន្លប់ ឬពោលទៀតផង Long-term exposure over many years can increase the risk of cancer, nervous system problems, and other diseases.
ការប៉ះពាល់រយៈពេលច្រើនឆ្នាំអាចបង្កើនហានិភ័យកើតជំងឺមហារីក បញ្ហាប្រព័ន្ធប្រសាទ និងជំងឺផ្សេងៗ Health risks for consumers. ហានិភ័យសុខភាពសម្រាប់អ្នកបរិភោគ Consumers, people who buy and eat food, can also be affected by pesticides. អ្នកបរិភោគគឺជាអ្នកដែលទិញនិងបរិភោគអាហារ ក៏អាចរងផលប៉ះពាល់ដោយថ្នាំសម្លាប់សត្វល្អិតផងដែរ Some pesticides stay on fruits, vegetables, and grains even after they are washed or cooked. ថ្នាំសម្លាប់សត្វល្អិតខ្លះនៅតែជាប់នៅលើផ្លែឈើ បន្លែ និងអង្ករ ទោះបីវាត្រូវបានលាងសម្អាត ឬចម្អិនរួចក៏ដោយ When people eat these foods, they may take in small amounts of pesticide. នៅពេលមនុស្សបរិភោគអាហារទាំងនេះចូលទៅ ពួកគាត់ក៏លេបថ្នាំសម្លាប់សត្វល្អិតក្នុងបរិមាណតិចតួចចូលទៅដែរ Eating a small amount once is usually not harmful. ការបរិភោគក្នុងបរិមាណតិចតួចត្រឹមតែមួយដង ជាទូទៅមិនមានគ្រោះថ្នាក់នោះទេ But eating it regularly over time can increase the risk of health problems. ប៉ុន្តែការបរិភោគវាជាប្រចាំក្នុងរយៈពេលវែង អាចបង្កើនហានិភ័យមានបញ្ហាសុខភាព Studies have shown that some pesticides may affect the brain development of children or lead to hormone problems. ការស្រាវជ្រាវបានបង្ហាញថា ថ្នាំសម្លាប់សត្វល្អិតមួយចំនួនអាចប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់កុមារ ឬនាំឲ្យមានបញ្ហាអរម៉ូន In some cases, they may even raise the risk of certain cancers. ក្នុងករណីខ្លះ វាអាចបង្កើនហានិភ័យកើតជំងឺមហារីកប្រភេទខ្លះ That is why many experts suggest eating organic food or washing fruits and vegetables well before eating. ហេតុនេះហើយទើបអ្នកជំនាញជាច្រើនណែនាំឲ្យញ៉ាំអាហារសរីរាង្គ ឬលាងបន្លែផ្លែឈើឲ្យបានស្អាតមុនពេលបរិភោគ What can be done? តើយើងអាចធ្វើអ្វីបានខ្លះ To reduce health risks, farmers should use safety gear when working with pesticides. ដើម្បីកាត់បន្ថយហានិភ័យសុខភាព កសិករគួរប្រើឧបករណ៍សុវត្ថិភាពនៅពេលធ្វើការជាមួយថ្នាំសម្លាប់សត្វល្អិត They should also follow instructions carefully and avoid using banned or dangerous chemicals. ពួកគាត់ក៏គួរតែអនុវត្តតាមការណែនាំដោយប្រុងប្រយ័ត្ន និងជៀសវាងការប្រើសារធាតុគីមីហាមឃាត់ឬគ្រោះថ្នាក់ Governments can help by setting rules for how much pesticide can be used and by checking the safety of food in markets. រដ្ឋាភិបាលអាចជួយអន្តរាគមន៍ដោយការបង្កើតច្បាប់កំណត់បរិមាណថ្នាំសម្លាប់សត្វល្អិតដែលអាចប្រើប្រាស់បាន និងដោយការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនៅលើទីផ្សារ
Consumers can protect themselves by washing their food, choosing organic products when possible. អ្នកបរិភោគអាចការពារខ្លួនឯងដោយការលាងសម្អាតអាហាររបស់ខ្លួនជ្រើសរើសផលិតផលសរីរាង្គតាមដែលអាចធ្វើទៅបាន and supporting farmers who use safer methods like natural pest control. និងគាំទ្រកសិករណាដែលប្រើវិធីសាស្ត្រដែលមានសុវត្ថិភាពជាងមុនដូចជាការកម្ចាត់សត្វល្អិតតាមបែបធម្មជាតិជាដើម Conclusion. សេចក្តីសន្និដ្ឋាន Pesticides help farmers grow more food, but they can also be harmful to health if not used safely. ថ្នាំសម្លាប់សត្វល្អិតជួយកសិករបង្កើនផលដំណាំបានកាន់តែច្រើនប៉ុន្តែវាក៏អាចបង្កគ្រោះថ្នាក់ដល់សុខភាពផងដែរប្រសិនបើមិនបានប្រើប្រាស់ដោយសុវត្ថិភាព Both farmers and consumers should be aware of the risks and take steps to reduce them. ទាំងកសិករទាំងអ្នកបរិភោគគួរតែដឹងពីហានិភ័យរួចចាត់វិធានការដើម្បីកាត់បន្ថយវា Safer farming practices and better food safety rules can help protect everyone. ការធ្វើកសិកម្មប្រកបដោយសុវត្ថិភាពនិងច្បាប់សុវត្ថិភាពចំណីអាហារល្អប្រសើរអាចជួយការពារយើងគ្រប់គ្នាបាន Pesticides are chemicals used by farmers to kill insects, weeds, and other pests that harm crops. While pesticides help grow more food and protect plants, they can also be dangerous to the health of both farmers and consumers if not used properly. Health risks for farmers. Farmers are the first people exposed to pesticides. They handle these chemicals when they spray them on crops or mix them with water. Sometimes, farmers do not wear protective clothing, masks, or gloves, which makes it easy for pesticides to get into their bodies through the skin, eyes, or by breathing them in. Short-term exposure to pesticides can cause headaches, dizziness, skin rashes, and breathing problems. If the exposure is very high, it can lead to serious problems like vomiting, fainting, or even poisoning. Long-term exposure over many years can increase the risk of cancer, nervous system problems, and other diseases. Health risks for consumers. Consumers, people who buy and eat food, can also be affected by pesticides. Some pesticides stay on fruits, vegetables, and grains even after they are washed or cooked. When people eat these foods, they may take in small amounts of pesticide. Eating a small amount once is usually not harmful, but eating it regularly over time can increase the risk of health problems. Studies have shown that some pesticides may affect the brain development of children or lead to hormone problems. In some cases, they may even raise the risk of certain cancers. That is why many experts suggest eating organic food or washing fruits and vegetables well before eating. What can be done? To reduce health risks, farmers should use safety gear when working with pesticides.
They should also follow instructions carefully and avoid using banned or dangerous chemicals. Governments can help by setting rules for how much pesticide can be used and by checking the safety of food in markets. Consumers can protect themselves by washing their food, choosing organic products when possible, and supporting farmers who use safer methods like natural pest control. Conclusion: pesticides help farmers grow more food, but they can also be harmful to health if not used safely. Both farmers and consumers should be aware of the risks and take steps to reduce them. Safer farming practices and better food safety rules can help protect everyone.